គ្មានពាក្យថាហួពេលលើវិថីជោគជ័យអ្នកធ្លាប់បានឮរឿងបុរសម្នាក់នោះទេបុរសដែលសាងខ្លួនដោយភាពអត់ធ្មត់រហូតអាចសាងអាណាចក្រនៃអចលនទ្រព្យកណ្ដាលនៃទីក្រុងញូវយ៉កបានទៅទីបំផុតសូម្បីតែនៅក្នុងអំឡុងពេលនោះជាពេលដែលសេដ្ឋកិច្ចកំពុងតែធ្លាក់ចុះក្តីគម្រោងសាងសង់ក៏ត្រូវបានផ្អាកការសាងសង់ហើយធនាគារក៏មិនព្រមផ្ដល់ប្រាក់កម្ចីសម្រាប់គម្រោងនានាទៀតផងប៉ុន្តែបុរសម្នាក់នេះអាចឆ្លងកាត់ឧបសគ្គនោះបានដោយគាត់បានពន្យល់បកស្រាយរហូតដល់ធ្វើឲ្យធនាគារបែរមកចាប់អារម្មណ៍មិនតែប៉ុណ្ណោះគាត់បានធ្វើនៅរឿងដែលគ្មាននរណាគិតថាគាត់នឹងអាចធ្វើបានហើយទទួលបានជោគជ័យជាបន្តបន្ទាប់ទៀតផងជាងនេះទៅទៀតបុរសម្នាក់នេះនៅបានសម្រេចជោគជ័យក្នុងធុរកិច្ចផ្នែកផ្សេងៗជាច្រើនទៀតរហូតហៅបានថាជាបុគ្គលជោគជ័យដ៏មហិមាក្នុងសតវត្សទី80ក៏ប៉ុន្តែនៅដើមសតវត្សទី90ជោគជតាលេងកំ pl ែងជាមួយនឹងគាត់នៅពេលដែលគាត់ធ្វើធុរកិច្ចដោយប្រមាថហើយធ្វើដំណើរជីវិតខុសឆ្គងរហូតបានធ្វើឲ្យគាត់ជំពាក់នៅបំណុលធនាគារជាង90កន្លែងមានបំណុលជាង$3000 លានអាមេរិកដែលជាបំណុលដ៏មហាសាលដែលយើងគ្រប់គ្នាគិតថាគ្មានផ្លូវដែលគាត់អាចដោះបំណុលនោះបានឡើយសូម្បីតែខ្លួនគាត់ក៏អស់កម្លាំងចិត្តដែរនៅថ្ងៃមួយគាត់បានដើរតាមផ្លូវហើយឃើញអ្នកសុំទានម្នាក់គាត់មើលទៅអ្នកសុំទានម្នាក់នោះព្រមទាំងគិតថាអ្នកសុំទានម្នាក់នេះមានជាងគាត់ដល់ទៅ$3000 លានព្រោះទោះបីជាគាត់ជាអ្នកសុំទានគ្មានផ្ទះគ្មានលុយប៉ុន្តែគាត់មិនមានបំណុលមហាសាលរហូតមិនដឹងថាត្រូវរកមកសងគេដោយរបៀបណាឡើយអ្នកគិតថាជាតកម្មរបស់បុរសម្នាក់នោះនឹងចប់ទៅជាយ៉ាងណាតើការបាត់បង់នៅអ្វីៗគ្រប់យ៉ាងនឹងក្លាយជាមេរៀនមួយនៃភាពបរាជ័យក្នុងពិភពធុរកិច្ចដែរឬទេចម្លើយគឺមិនមែនទេបុរសម្នាក់នេះមិនព្រមចោះចាញ់ជោគជតាឡើយគាត់សម្រេចចិត្តដើរទៅមុខដោយរៀបគម្រោងចរចាជាមួយនឹងម្ចាស់បំណុលដើម្បីពន្យាពេលសងបំណុលព្រមគ្នានឹងការរៀបគម្រោងដំណើរការធុរកិច្ចថ្មីដើម្បីដោះបំណុលហើយសាងខ្លួនឯងឡើងមកម្ដងទៀតនៅទីបំផុតគាត់ក៏ធ្វើបានសម្រេចក្រៅពីសងបំណុលអស់ហើយគាត់អាចត្រឡប់មកមានកិត្តិយសបានជាថ្មីហើយអស្ចារ្យជាងមុនទៀតដោយមានអាណាចក្រនៃធុរកិច្ចនិងអចលនទ្រព្យច្រើនជាងមុនក្រៅពីនោះគាត់បានពង្រីកធុរកិច្ចធំៗជាច្រើនទៀតដូចជាការបង្កើតកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិកនិងជាម្ចាស់កម្មសិទ្ធិបញ្ញាការប្រកួតបវរកញ្ញាពិភពលោកនិងបវរកញ្ញាចក្រវាឡទៀតផងអ្នកគ្រប់គ្នាប្រហែលជាដឹងហើយថាបុរសម្នាក់នោះគឺ Donald Trump ជាម្ចាស់អចលនទ្រព្យដែលមានទ្រព្យសម្បត្តិរាប់រយពាន់លានដុល្លារគាត់អាចរកលុយបានគិតជាមធ្យម$50 លានក្នុងមួយខែជាម្ចាស់បើវចនាគិតធំធ្វើធំហើយអាចផ្លាស់ប្ដូរវិបត្តិយកឈ្នះបញ្ហាដ៏ធំបានយ៉ាងអស្ចារ្យ Trump ធ្លាប់និយាយក្នុងសៀវភៅ You Art of Comeback and Trump Never Give Up ដែលបានបង្ហាញពីភាពតស៊ូនៅក្នុងជីវិតនិងការត្រឡប់មករកភាពអស្ចារ្យរបស់គាត់និយាយថាគាត់អាចរាថយខ្លះពេលជួបឧបសគ្គធំប៉ុន្តែការរាថយនៅជាមួយគាត់មិនយូរទេព្រោះគាត់ដឹងថាភាពរាថយនិងអង្គុយអស់សង្ឃឹមមិនមែនជាវិធីដោះស្រាយនោះទេប៉ុន្តែការងើបឡើងតស៊ូប្រើខួរក្បាលនិងដៃទាំងពីរពុះពីឧបសគ្គទៅវិញទេដែលនាំឲ្យគាត់រួចផុតពីស្ថានភាពដ៏អាក្រក់នេះបានគាត់ជឿជាក់ថាគ្រប់យ៉ាងអាចទៅរួចគ្រប់បញ្ហាសុទ្ធតែមានវិធីយកឈ្នះវាជានិច្ចគាត់ចាត់ទុកគ្រប់ឧបសគ្គទាំងអស់គឺជាប្រភពចំណេះដឹងដ៏ល្អប្រសើរដែលធ្វើឲ្យគាត់ស្គាល់ចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនឯងបានច្រើនងាយស្រួលក្នុងការកែលម្អវាដោយយកចំណុចខ្លាំងមកចាត់ការជាមួយបញ្ហានិងកម្ចាត់ចំណុចខ្សោយឲ្យអស់ទៅដើម្បីកុំឲ្យមានបញ្ហាទាំងនោះត្រឡប់មករំខានគាត់ម្ដងទៀតដូច្នេះគ្រប់ពេលដែល Trump ជួបនឹងបញ្ហាគាត់តែងតែចាត់ទុកវាថាជាជណ្ដើរដែលនាំគាត់ឡើងទៅរកភាពជោគជ័យមួយជំហានទៀតជីវិតរបស់ Trump ក៏មិនខុសប្លែកពីជីវិតរបស់មនុស្សជាច្រើនលើโลกយើងនេះដែរដែលត្រូវជួបនឹងភាពអស់សង្ឃឹមភាពសំបំណងប្រាថ្នាភាពជោគជ័យ
និងភាពបរាជ័យប៉ុន្តែរឿងដែលធ្វើឲ្យគាត់មិនបរាជ័យយូរនោះគឺគាត់មិនព្រមចោះចាញ់គាត់មិនធ្លាប់អស់សទ្ធាក្នុងជីវិតមិនធ្លាប់អស់សទ្ធាលើខ្លួនឯងដែលនេះជាកន្លឹះដ៏សំខាន់ដែលនាំឲ្យមនុស្សទទួលបានជោគជ័យជាច្រើនមកហើយពិតណាស់មនុស្សយើងត្រូវជួបឧបសគ្គខុសៗគ្នាប៉ុន្តែមនុស្សជាច្រើនដែលបរាជ័យនៅតែបរាជ័យបន្តទៀតជីវិតលិចលង់មិនបានងើបមុខងើបមាត់នឹងគេសោះតែសម្រាប់មនុស្សខ្លះទោះបីជាបរាជ័យធ្ងន់ធ្ងរយ៉ាងណាក្តីក៏គេនៅតែប្រមូលកម្លាំងចិត្តប្រញាប់កែនៅតម្រូវស្ថានភាពនៃជីវិតរហូតទាល់តែបានទទួលបានជោគជ័យមកវិញហើយស្រួលមិនស្រួលអាចត្រឡប់មកបានច្រើនជាងមុនទូយ៉ាងដូចជា Donald Trump ដូចនេះសទ្ធាគឺជាគន្លឹះដ៏សំខាន់នៃភាពជោគជ័យប្រសិនបើអ្នកមានការព្យាយាមប្រឹងប្រែងអ្នកនឹងធ្វើបានគ្រប់យ៉ាងមិនថាជាការធ្វើธุរកិច្ចការរស់នៅប្រកបដោយសុភមង្គលរឿងស្នេហាដូចជាចង់យកឈ្នះចិត្តមនុស្សដែលអ្នកស្រឡាញ់រឿងហិរញ្ញវត្ថុដែលអ្នកអាចមានបានតាមតែអ្នកចង់បានរឿងសុខភាពដែលអ្នកចង់មានរាងកាយរឹងមាំនិងសូម្បីតែអ្នកចង់សម្រកទម្ងន់ក៏ដូចគ្នាដែរសូមត្រឹមតែមានសទ្ធាថាអ្នកធ្វើបានសូមត្រឹមតែកុំអស់សង្ឃឹមហើយចាប់ផ្ដើមធ្វើវាដោយការតាំងចិត្តនោះរមែងញ៉ាំងឲ្យសេចក្តីសម្រេចតាមបំណងប្រាថ្នាក្នុងពេលឆាប់ជាមិនខានឡើយអត្ថបទនេះសង្កត់ធ្ងន់ធ្វើឲ្យអ្នកស្ដាប់ស្គាល់ពីសទ្ធាពិតប្រាកដនោះគឺសទ្ធាចំពោះខ្លួនឯងដែលជាមគ្គុទ្ទេសក៍ក៏នាំអ្នកទៅរកគ្រប់យ៉ាងដែលអ្នករំពឹងទុកអត្ថបទនេះចែកចេញជា3ផ្នែកដំបូងនឹងបង្ហាញអ្នកឲ្យស្គាល់នូវសទ្ធាដ៏មានតម្លៃជាសទ្ធាធ្វើឲ្យអ្នកពោពេញទៅដោយក្តីសង្ឃឹមក្នុងជីវិតហើយអាចប្រព្រឹត្តបានពិតមានលក្ខខណ្ឌថាអ្នកត្រូវតែប្រព្រឹត្តតាមផងរួមទាំងការផ្លាស់ប្ដូរកែប្រែនៅគំនិតខ្លះៗដែលរារាំងមិនឲ្យអ្នកបានទទួលជោគជ័យជាមេខ្លោងដែលនាំឲ្យអ្នកធ្លាក់ជ្រោះនៃភាពបរាជ័យដោយយើងនឹងនាំយកគំនិតដែលបន្ថែមនៅកម្លាំងចិត្តចូលទៅជំនួសគំនិតចាស់ៗដែលគ្មានប្រយោជន៍ផ្នែកទី2ជាការលើកយកនៅរឿងរ៉ាវជីវិតរបស់មនុស្សដែលជួបនៅបញ្ហានិងឧបសគ្គធ្ងន់ធ្ងរបំផុតមកនិយាយប្រាប់ទាំងមនុស្សដែលត្រូវរលំរលាយផ្នែកធុរកិច្ចនិងមនុស្សដែលត្រូវពិការរាងកាយអ្នកទាំងនោះមិនព្រមចោះចាញ់ឡើយព្រោះគេនៅមានសទ្ធាលើជីវិតដល់មហាសាលនៅទីបំផុតអ្នកទាំងនោះក៏បានធ្វើរឿងដ៏អស្ចារ្យមួយនិងទទួលបានជោគជ័យច្រើនជាងមនុស្សដែលមិនធ្លាប់ជួបរឿងអាក្រក់មកពីមុនទៀតផ្នែកនេះអ្នកនឹងដឹងថាភាពបរាជ័យបង្រៀនពួកគេឲ្យអភិវឌ្ឍខ្លួនឯងរហូតក្លាយជាមនុស្សខ្លាំងជាងមុនបានដោយរបៀបណាចំណែកឯផ្នែកចុងក្រោយនេះជាយុទ្ធសាស្ត្រយកឈ្នះជោគជ័យជាការរួបរวมគំនិតនិងវិធីសាស្ត្រប្រព្រឹត្តល្អៗដើម្បីឲ្យអ្នកអាចបង្វែរឧបសគ្គឲ្យទៅជាចំណុចចាប់ផ្ដើមដ៏ល្អបង្វែរបញ្ហាឲ្យមកជាការអភិវឌ្ឍខ្លួនបង្វែរការឈឺចាប់ឲ្យជាភាពស្រស់ស្រាយហើយផ្លាស់ប្ដូរសម្លាកឲ្យคล้ายទៅជាចំណុចលេចធ្លោដែលនៅលើខ្លួនអ្នកសង្គមសពថ្ងៃមានតែរឿងតប់ប្រមល់ចាំគៀបសង្កត់ជាច្រើនទាំងបញ្ហាសង្គមសេដ្ឋកិច្ចនយោបាយរហូតដល់បញ្ហាផ្ទាល់ខ្លួននិងសម្ព័ន្ធភាពរវាងបុគ្គលនិងបញ្ហាទាំងនេះធ្វើឲ្យសទ្ធាមនុស្សចាប់ផ្ដើមរង្គោះរង្គើឬអាចដល់ថ្នាក់ធ្វើឲ្យមនុស្សខ្លះអស់សទ្ធាក្នុងជីវិតអស់សទ្ធាលើខ្លួនឯងតែម្ដងក៏មានសូមចាំទុកជានិច្ចថាទោះបីជាពេលងងឹតសូនឈឹងក្តីក៏គង់តែនៅមានពន្លឺតូចៗកើតឡើងជាដរាបដែលជាពន្លឺនៃក្តីសង្ឃឹមនោះយើងអាចចាប់ផ្ដើមដុតបំភ្លឺឡើងមកបានដោយការតាំងចិត្តរបស់ខ្លួនឯងគួរចាំទុកផងដែរថាជីវិតមនុស្សអាចផ្លាស់ប្ដូរបានជានិច្ចបើយើងនៅតែធ្វើរឿងដែលត្រឹមត្រូវនិងដើរតាមផ្លូវដែលសមរម្យយើងនឹងសម្រេចបានជោគជ័យឬទោះបីជាយើងដើរផ្លូវខុសក្តីតែបើយើងប្រញាប់កែខ្លួនប្រញាប់ផ្លាស់ប្ដូររឿងខ្លះៗនោះអ្វីៗមិនល្អអាចនឹងមិនកើតឡើងឬយ៉ាងហោចណាស់យើងក៏អាចកែប្រែវាបានដោយងាយដែររឿងដែលត្រូវចាំជានិច្ចយើងអាចធ្វើបានគ្រប់យ៉ាងសូមត្រឹមតែចាប់ផ្ដើមធ្វើទៅជួបគ្នានៅវីដេអូបន្ទាប់សង្ឃឹមថាបងប្អូនស្ដាប់ហើយពិចារណាហើយគិតធ្វើចាប់ផ្ដើមធ្វើវាពីឥឡូវនេះកុំចាំទុកដល់ថ្ងៃស្អែក